បាទជំរាបសួរក៏ដូចជាសួស្តីបងប្អូនអរគ្នាលើនៅលើភ្នំបូកគោបងប្អូនណាឥឡូវហ្នឹងគឺខ្ញុំថតកម្មភាពសត្វស្វាបាទសត្វស្វានៅលើភ្នំបូកគោបងប្អូនដូចជាចេះមែនទែនបងប្អូនណាដូចជាចេះមែនទែននៅលើតាមផ្លូវនេះគឺដោយសារតែមិញហ្នឹងខ្ញុំជិះម៉ូតូមកហ្នឹងគឺនៅលើនេះអាខឿនផ្លូវជិះលើខឿនផ្លូវអញ្ចឹងគឺសុទ្ធតែស្វាបងប្អូនស្វាអង្គុយហ្នឹងតែដល់ពេលយើងឈប់ម៉ូតូហើយយើងចាប់ផ្ដើមថតគឺអត់ដឹងថាមិនទេគឺចុះបាត់អស់ហ្មងដូចជាខ្លាចមនុស្សបងប្អូនខ្លាចមនុស្សឬមួយក៏មិនចង់ឲ្យថតនៅសល់តែប្រមាណណាបងប្អូនបើនៅសល់ស្វាប្រមាណហើយមុនហ្នឹងគឺច្រើនមែនទេអង្គុយចាំលើហ្នឹងបាទឥឡូវជាមួយខ្ញុំនាំបងប្អូនឲ្យទៅមើលមានតាំងពីកូនស្វាមានតាំងពីមេស្វាបងប្អូនឲ្យធំធំនោះអូវាខ្លាចមនុស្សបងប្អូនណាអធិស្ឋានផងបងប្អូនធ្វើម៉េចខ្លាចមនុស្សហើយតំបន់នេះគឺសិតតែតំបន់សម្បូរសត្វស្វាមែនទេហើយមិញហ្នឹងមានកូនស្វាមានអីនៅ3 4បងប្អូនអើយហើយបងប្អូនយើងគាត់មកលេងអញ្ចឹងគាត់ជិះឡានមកគាត់តម្លាក់ផ្លែឈើតម្លាក់នំអីឲ្យហូបអញ្ចឹងណាឲ្យស៊ីអញ្ចឹងនេះហើយមិញហ្នឹងតាមហ្នឹងសិតតែសត្វស្វាតែហ្មងបងប្អូនមកមើលក្នុងព្រៃបើកន្លែងគេអភិរក្សសត្វស្វាណាសម្បូរមែនទេនោះទៅឡើងកន្លែងនោះសិតតែសត្វស្វានោះហ្នឹងអរគុណបងប្អូនទាំងអស់គ្នា